No ego in life ភាសាទូទៅគឺអត់មានអំណួតទេនៅក្នុងជីវិតនេះកាត់វាឲ្យបានកុំច្រឡំថា ego ហើយនឹង confident ដូចគ្នា ego គឺនាំឲ្យយើងនឹងខាតចំណេះដឹងតែម្ដងហើយ ego គឺនាំឲ្យយើងអស់មិត្តភ័ក្តិយូរទៅគឺអស់មិត្តភ័ក្តិរលែងពីខ្លួនហ្មងដោយសារគេទុកយើងអត់ជាប់ទេដែលសំខាន់ជាងគេហ្នឹង ego គឺធ្វើឲ្យយើងខាតពេលវេលានិងខាតឱកាសហេតុផលនៅពេលដែលយើងគិតតែពីខ្លួនឯងយើងគិតតែពីចេះពេកមានតែខ្ញុំអត់មានអ្នកណាស្ដាប់យើងក៏យើងអត់ស្ដាប់គេអ្នកទាំងអស់គ្នានឹងបាត់បង់ឱកាសហើយគេក៏អត់ហៅយើងចូលរួមជាមួយគេទៀតដែរប៉ុន្តែផ្ទុយទៅវិញបើអ្នកទាំងអស់គ្នាមាន confidence ណា confidence ជួយយើងច្រើនមែនតើconfidence នឹងវាខុសគ្នាពី ego ដោយសារតែ confidence វាជួយយើងនឹងឲ្យរៀនបានច្រើននៅពេលដែលយើងបើកចិត្តរៀននៅពេលដែលយើងមានអារម្មណ៍ថាយើងអាចរៀនពីគេគ្រប់គ្នាបាននោះហើយចំណេះដឹងវានឹងហូរចូលវានឹងធ្វើឲ្យយើងរីកចម្រើននៅពេលដែលយើងរៀនបានច្រើននៅពេលដែលយើង confident នឹងរៀនពីគេពេលនោះឯងគឺយើងចាប់ផ្ដើមកើនចំណេះនិងរីកចម្រើនអ្នកទាំងអស់គ្នានឹងទទួលបានឱកាសច្រើនមែនទែនហើយនឹងពេលវេលាសំខាន់ជាច្រើនហេតុផលនៅពេលដែលយើងបើកឱកាសរៀនយើងបើកឱកាសឲ្យខ្លួនឯងរីកចម្រើនពីអ្នកជុំវិញខ្លួនយើងអ្នកទាំងនោះរមែងតែឃើញយើងជាមនុស្សម្នាក់ដែលខិតខំហើយមាន confidence អញ្ចឹងគាត់នឹងផ្ដល់ឱកាសឲ្យយើងដោយយើងអត់ដឹងខ្លួននេះគ្រាន់តែជាសារខ្លីៗទេទាំងអស់គ្នាប្រសិនបើចរិតខ្លះធ្វើឲ្យយើងរីកចម្រើនយើងគួរតែចាប់វាទុកដោយ confidence អញ្ចឹងតែបើសិនជាចរិតខ្លះធ្វើឲ្យយើងវិនាសបាត់បង់ដូចជា ego អញ្ចឹងយើងគួរតែបោះបង់មើលវីដេអូនេះហើយcheck ខ្លួនឯងឡើងវិញ